ភ្លេចអ្វីភ្លេចបានតែកុំភ្លេចខ្លួនខូចអ្វីដទៃក៏ខូចចោះតែត្រូវប្រយ័ត្នកុំឲ្យខូចខ្លួនជាមនុស្សគឺកុំឲ្យកូនជាមនុស្សខូចនឹងឯងការធ្វើរបស់កូនពេលខ្លះមិនទាំងពេញចិត្តកូនខ្លួនឯងផងតើឲ្យអ្នកដទៃធ្វើអ្វីពេញចិត្តយើងបានរហូតទៅនោះយ៉ាងម៉េចទៅកាលដែលកូនគិតឃើញដូច្នេះហើយកូនក៏បន្ធូរបន្ថយនៅការខឹងក្រោធជាមួយនឹងអ្នកដទៃព្រោះនោះយើងផ្សេងគ្នាចិត្តវិញ្ញាណផ្សេងគ្នាការសន្សំសន្តានផ្សេងគ្នាវិបាកកម្មក៏ផ្សេងគ្នាអ្វីដែលត្រូវគៀបសង្កត់វិតរស់នៅចិត្តសន្តាននឹងទៅតាមសភាពការបច្ចុប្បន្ននោះដូច្នេះកូនត្រូវរៀនឲ្យបានយល់ដឹងសេចក្តីពិតចំពោះអ្វីគ្រប់យ៉ាងដែលជាសភាវៈពិតជាធម្មជាតិនោះឯងដែលណាណាក៏មិនអាចចេះតែចង់បានឲ្យដូចចិត្តរបស់ខ្លួននោះទេចាំបាច់និយាយថ្មីថានឹងផ្ដល់ប្រគល់មកឲ្យយើងពេញចិត្តទៅគ្រប់រឿងសំបីតែឲ្យដល់ខ្លួនគាត់នឹងមិនទាំងបានផងដូច្នេះកូនត្រូវយល់ហើយសង្ឃឹមលើការប្រព្រឹត្តរបស់ខ្លួនផ្ដល់ប្រគល់អ្វីល្អឲ្យដល់ខ្លួនឯងឲ្យសប្បាយចិត្តខ្លួនឯងទៅកុំចេះតែសង្ឃឹមចង់បានពីអ្នកដទៃនាំឲ្យកូនកើតទុក្ខនៅពេលដែលខកចិត្តនឹងឯងកូនមេឪពុកធម្មជាតិមិនដែលឲ្យអភ័យដល់អ្នកណាឡើយអ្នកណាធ្វើយ៉ាងណាត្រូវទទួលយ៉ាងនោះប៉ុន្តែធម្មជាតិបានឲ្យឱកាសដល់មនុស្សយើងគ្រប់គ្នាគ្រាន់តែថាដោយច្រើនមនុស្សយើងមិនចេះទទួលយកឱកាសនោះមកកសាងខ្លួនឬយកមកកែប្រែខ្លួននោះឯងមកហើយធម្មជាតិក៏ប្រព្រឹត្តទៅតាមកម្មគឺការប្រព្រឹត្តរៀងខ្លួននឹងទៅកូនចោលអ្វីផ្សេងបានតែកូនកុំបោះបង់ខ្លួនឯងចោលឲ្យសោះព្រោះនៅក្នុងโลกនេះមិនមាននរណាជាទីពឹងរបស់កូនក្រៅតែពីកូនខ្លួនឯងទេដែលនឹងត្រូវជួយឲ្យគ្រប់គ្នាបានរួចផុតចាកទុក្ខហ្នឹងគឺត្រូវពឹងខ្លួនឯងហ្នឹងកូនត្រូវដឹងថាអ្នកក្លាហានគឺអ្នកដែលអាចបង្កប់ចិត្តខ្លួនឯងបានជាចវាយនាយលើចិត្តខ្លួនឯងមិនមែនមានតណ្ហាឬការខឹងក្រោធនឹងមកជាចវាយនាយគ្រប់គ្រងចិត្តនោះទេកូនកើតមកជាមនុស្សហើយត្រូវជាយាមបំពេញសេចក្តីល្អឲ្យខ្លាំងក្លាជាទីបំផុតព្រោះកូនមិនងាយបានជួបនៅឱកាសដ៏ល្អដូចនេះឡើយកូនដាំដំណាំបំរុងឫសតែបើដាំមនុស្សបំរុងសិលចង់ឆ្លងចាកទុក្ខត្រូវកុំខ្ជិលខូចខិលដឹងខុសត្រូវកែខ្លួនមានតែមនុស្សដែលចេះប្រយ័ត្នប៉ុណ្ណោះឯងដែលអាចរក្សាខ្លួនទុកឲ្យប្រពៃទៅបានកូនមេឪពុកត្រូវរក្សាខ្លួនដោយការប្រយ័ត្នប្រយែងជាទីបំផុតព្រោះមិនមានអ្វីដែលត្រូវរក្សាឲ្យក្រៃលែងជាងការរក្សាខ្លួននេះឡើយលោភៈមួយផ្លេតនាំមកនៅសេចក្តីទុក្ខអត់ការជាអង្វែងទោសៈក៏ដូចគ្នាត្រូវប្រយ័ត្នជាទីបំផុតកូនត្រូវដឹងថាក្នុងโลกនេះរមែងមានរឿងដែលសម្រាប់ឲ្យយើងមានសេចក្តីអត់ធន់ត្រូវទទួលដឹងដូច្នេះឯងត្រូវដឹងថាโลกនឹងមានរឿងដែលសម្រាប់ឲ្យយើងអត់ធន់ដូច្នេះគឺជាឱកាសដែលសម្រាប់ឲ្យយើងចម្រើននៅគុណធម៌ជាមួយគ្នានឹងโลกនេះឯងកាលបើកូនអត់ធន់បានកូននឹងសម្រេចផលល្អរៀបដូចថ្នាំគ្រុននៅពេលកូនញ៉ាំទៅវាល្វីងមែនប៉ុន្តែផលរបស់វាគឺតិចខ្លួនបាត់គ្រុនអញ្ចឹងកូនស្ដាប់ចំណាប់បន្តទៅភ្លេចអ្វីភ្លេចបាន
តែបើភ្លេចប្រាណឈានធ្លាក់រណ្ដៅបើបានជាផ្លាត់មិនតន់ធ្លាក់ជ្រៅប្រឹងឡើងណាពើកុំនៅនាំជ្រុលខូចអ្វីមិនគ្រោះតែបើខូចឈ្មោះមិនងាយជួសជុលកូនត្រូវប្រយ័ត្នកុំងប់ងងុលកាមជាគ្រឿងពលខូចអស់ទាំងខ្លួនខូចខ្លួនខូចឈ្មោះខូចនេះពេញគ្រោះរស់លែងសុបសួនតែទោះយ៉ាងណាកុំឲ្យខូចផ្ទួនត្រូវប្រឹងកែខ្លួនកុំចោលអាត្មាចោលអ្វីចោលបានតែកុំចោលប្រាណក្នុងវដ្តសង្សារព្រោះក្នុងโลกនេះឥតមាននរណាជួយស្រង់អាត្មាក្រៅពីខ្លួនឡើយកូនត្រូវរក្សាការពារអាត្មាឲ្យបានដល់ត្រើយដោយការប្រយ័ត្ននិងមិនកន្តើយប្រយ័ត្ននឹងហើយជាព្រះក្នុងខ្លួនប្រយ័ត្នជាម្ដាយញ៉ាំងគុណទាំងឡាយឲ្យកើតមកមួនអត់ធន់ជាឪរក្សាគ្រងស្ងួនគុណធម៌ក្នុងខ្លួនដោយខែខាងខ្នើតខន្តីជាថ្នាំលេបជាប្រចាំរសជាតិល្វីងឆើតលំបាកទ្រាំណាស់លុះដល់ផលកើតរសជាតិល្វីងឆើតមានគុណកប់អងបុរាណបានពោលថាចៅលួចប្លន់ទ្រព្យសម្បត្តិមិនស្មើនឹងភ្លើងឆេះផ្ទះភ្លើងឆេះផ្ទះមិនស្មើនឹងចាញ់លបែងភ្នល់ចាញ់លបែងភ្នល់មិនស្មើនឹងជាប់គ្រឿងញៀនចៅប្លន់នៅសល់ផ្ទះអស់ប្រាក់មាសមិនជាអ្វីឆេះផ្ទះនៅសល់ដីអត់បាយឆីដីលក់បានចាញ់លបែងនៅជីវិតបើចេះគិតវិលវិញថ្កានញៀនថ្នាំប្រចាំប្រាណកែលែងបានស្លាប់ទាំងរស់